ច្បាស់ណាស់យក NAN មកប្រើគឺមិនមែនសម្រាប់ធ្វើ hello world ដាក់ execute workflow ហើយចុចទៅ4-5 node ដើរហើយចុងក្រោយចេញ hello world នោះទេខ្ញុំជឿថា NAN អ្នកដែលយកទៅប្រើ NHN យកទៅប្រើគឺប្រកាសជាយកទៅធ្វើនៅក្នុងការងារជាក់លាក់ណាមួយធ្វើសម្រាប់ខ្លួនឯង automation social media ឬក៏ធ្វើឲ្យ client ឬក៏ organization ឬក្រុមហ៊ុនអីរបស់យើងផ្ទាល់ខ្លួនតែម្ដងហើយក្នុងវីដេអូនេះខ្ញុំនឹងលើកយកឧទាហរណ៍3ធំជាងអវៈមុនធំជាង2វីដេអូមុនយកមកបង្ហាញថាតើ NAN ប្រើក្នុង real use case ឬក៏ស្ថានភាពជាក់ស្ដែងរបៀបម៉េចឥឡូវកុំឲ្យខាតពេលយូរយើងទៅមើលតែម្ដងប៉ុន្តែមុនទៅមើលយើងត្រូវត្រឡប់ទៅវីដេអូចាស់ជាងតិចដោយសារតែវីដេអូពីមុនទី1នេះយើងនិយាយតាក់ទងជាមួយនឹង cloud ឬក៏ safe house ហើយយើងនិយាយបានតិចតួចតាក់ទងមក NSA ទៅ NAN យកទៅប្រើដើម្បីអីហើយនឹងឧទាហរណ៍ទូចញីបមួយហើយវីដេអូទី2យើងនិយាយពី12 node 12 node ថា12ដើម្បីឲ្យយើងចេះប្រើ NAN យើងត្រូវចេះ12 node basic សិនមានដូចជា if else trigger ស្អីទៀត switch ហ្នឹងហើយ loop អីចឹងទៅដើម្បីធ្វើការជាមួយនឹង data ច្រើនហើយថ្ងៃនេះយើងនឹងលើកយកឧទាហរណ៍ខ្ញុំណានឹងលើកយកឧទាហរណ៍3ទី1នោះគឺតាក់ទងជាមួយនឹងយើងទៅយក data ពី website ដែលគេមាន article ជាប្រចាំដែលគេហៅថា RSS ហើយយើងដាក់ link ហ្នឹងទៅយើងបាន data វាយកមកហើយយើងយកវាមក summarize send ទៅ Slack ឬក៏ Telegram អីចឹងប៉ុន្តែថ្ងៃនេះយើង send ទៅ Slack ឧទាហរណ៍ទី2គឺតាក់ទងជាមួយនឹងយើងធ្វើជាមួយនឹង Node ដូច Gemini ដើម្បីធ្វើការជាមួយ AI ហើយខ្ញុំនឹងលើកយកករណីខ្ញុំធ្វើ YouTube cover យើងមាន prompt របស់យើងទៅ execute ទៅហើយឲ្យ Gemini ប្រើ Nano Banana ហ្នឹង optimize លើរូបភាពដើម្បីធ្វើ thumbnail ដាក់ YouTube ហើយចំណុចទី3នេះយើងនឹងធ្វើការធ្វើឧទាហរណ៍មួយតាក់ទងជាមួយនឹង Rec ដែលយើងនឹងប៉ះជាមួយនឹង AI agent node Rec ហ្នឹងគឺដើម្បីយើងធ្វើការប្រើប្រាស់ការឆាតទៅ AI ទៅហើយវាទៅយកព័ត៌មានដែលយើងបាន upload ណាជាលក្ខណៈ private របស់ក្រុមហ៊ុនរបស់ខ្លួនយើងហ្នឹងហើយវានឹង respond មកវិញប្រាប់យើងជាងយើងប្រើ model ដែលគេហៅ LLM អីហ្នឹងពេលខ្លះវាមិនស្គាល់ data របស់យើងហ្នឹង data ខ្ញុំទុំធ្វើថ្ងៃហ្នឹងហើយ LLM វាមិនស្គាល់អញ្ចឹងយើង upload data របស់យើងចូលទៅធ្វើឲ្យវាសួរសំណួរវាទៅវាឆ្លើយមកវិញត្រូវជាមួយនឹងអ្វីដែលយើងមានអញ្ចឹងកុំឲ្យខាត់ពេលយូរឥឡូវយើងទៅមើលឧទាហរណ៍ទី1ណាទី1តើគេមិញ RSS អូខេអញ្ចឹងដើម្បីបានworkflow មួយទូទៅប្រើគេបាទគឺ trigger អញ្ចឹងយើងមិនភ្លេចទេអា trigger របស់យើងហ្នឹងអូឯង survey ទៀតtrigger របស់យើងគឺយើង manual ទៅណាស្រួលតោះមកយើងមាន source 2 RSS ហ្នឹងដើម្បីយើងទៅទាញយក data ពី website របស់គេហ្នឹងអញ្ចឹងយើងត្រូវប្រើ RSS node មកសិនមកយើង read យក RSS node អូខេឥឡូវយើង copy ទៅទៀតសិនមក copy paste មកអូខេឥឡូវយើង connect work execute manual ហ្នឹងពេលយើងចុចទៅវាទៅយកអាពីរហ្នឹងមកសិនអញ្ចឹងខ្ញុំមាន save link ខ្ញុំទុកដែរស្រួល copy paste មកបរិភោគម៉ោងច្រើនអូខេឥឡូវយើងមាន link 2 link ទី1តាក់ទងមួយ TechCrunch ហ្នឹងគឺ website ដែលគេមានព័ត៌មានថ្មីតាក់ទងជាមួយ AI ស្អីច្រើនណាស់តាក់ទងមួយ ASEAN អីហ្នឹងក៏មានសម្បូរដែរមួយទៀត Hacker News ណាអញ្ចឹងបើសិនយើងឧទាហរណ៍ដែលយើង select មកវានឹងទៅទាញបានអូខេបាន20 article អានេះគឺគេឲ្យមកណាមកតែប៉ុណ្្នឹងទេហើយតាមខ្ញុំដឹងយើងអាចតែចេះទៅយកបានទេព្រោះគេកំណត់ដែរថា feed ខ្ញុំបានតែ20នេះឯងយកទៅធ្វើអីទៅអញ្ចឹងដែល Hacker News បានប៉ុន្មានអូខេគ្រប់គួរសម50ឥឡូវយើងបាន data 2មកហើយយើងធ្វើមិនទៀតជាទូទៅយើងប្រកាសជាយើងយកទៅឲ្យ AI ណាយើងឲ្យ AI Open AI ហ្នឹងអូខេយើងប្រើ chat GPT ចឹងទៅអូមែនហ្នឹង sorry អូខ
OpenAI យើងប្រើជាអីគេនៅពេលដែលយើងចុច OpenAI ទៅវាឲ្យយើងរើសប្រភេទណាយើងរើសអីគេវា text action ដូចជាអីគេមាន generate video អញ្ចឹងតែឡើងនេះយើង message ណាយើងឆាតវិញទៅមកអូខេយើង assume ថានៅពេលដែលយើងបាន data ហើយយើងឲ្យAI នោះវាទទួល data ហ្នឹងទៅហើយវា respond មកយើងវិញអូខេអញ្ចឹងឥឡូវយើងអាចបាញ់ព្រួយហ្នឹងមកនឹងបានទេណាបាញ់ព្រួយមកចូលម្ដងពីរបានទេយើងត្រូវទៅអីគេដើម្បីបាន data ហ្នឹងពីចូលនេះគឺ merge ណាអ្នកបានមើលវីដេអូខ្ញុំទឹកមុនវីដេអូមុនយើងត្រូវ merge ឲ្យពីរចូលគ្នាសិនណាអូខេអញ្ចឹងយើងមានពីរសោះណា merge នេះវាមានពីរសោះមិញពីរសោះយើងទាញវាចូលមក block អញ្ចឹងបើយើងចុចទៅវាបានប៉ុន្មាន20ជាមួយនឹង50វា70 item អូខេអញ្ចឹង70 item ទៅអូខេអញ្ចឹងដាក់ទៅ AI ទៅអូខេឥឡូវយើងបាន70 item ហើយអញ្ចឹងយើងទៅរើសនៅពេលដែលយើងadd OpenAI node ចូលមកវាត្រូវឲ្យយើង config ណាយើង config មកទៅហើយនេះយើង config ដាក់ key ដាក់អីមកនៅក្នុង OpenAI console ហ្នឹងយើងទទួលយើងនឹងអាច connect ជាមួយនឹង model ដែលយើងចង់បានហ្នឹងវាគិតលុយណាខ្ញុំបញ្ចូលលុយទៅខ្ញុំបញ្ចូល10រៀលឲ្យសល់2រៀលទេឥឡូវខ្ញុំយកអាទូចជាងគេបំផុតព្រោះយើងគ្រាន់តែធ្វើការជាមួយតិចសាមញ្ញទេណាអ្នកទាំងអស់គ្នាចង់ឲ្យវាឆ្លាតអីរើសចុងក្រោយមកស៊ីចុងក្រោយសូលហ្នឹងហើយនេះរើសមកតែយើងធ្វើការទូចតាច់យើងរើសអា model ដែលតិចដើម្បីវាឆាចអស់លុយតិចដើម្បីគិតលុយតិចអញ្ចឹងឥឡូវវាមាន message ណា message យើងអាចបន្ថែមមកបន្ថែម message អញ្ចឹងយើងមាន message មកយើងដំបូងយើងឲ្យវាទៅជា assistant ដើម្បីយើងប្រាប់វាអញ្ចឹងគេខ្ញុំមានតិចរបស់ខ្ញុំវាប្រាប់ដែរកុំឲ្យយូរអញ្ចឹងយើងប្រាប់វាថាអ្នកឯងទទួលបាន RSS data ណាជា session អញ្ចឹងអ្នកឯងទៅយក data ឲ្យខ្ញុំមកប៉ុន្តែអ្នកឯង filter តា article មួយណាដែលតាក់ទងជាមួយនឹង AI បានហើយខ្ញុំអត់ចង់បាន article ទាំងអស់ទេហ្នឹងហើយ prepare ឲ្យខ្ញុំមកដើម្បីខ្ញុំបញ្ចូល Slack ណាវាមានដូចជានេះ title អីចឹងមកណា link title ហើយ summary តិចតួចចឹងមកហ្នឹងអ្នកណាដែលបង្កើតទេអញ្ចឹងចុងក្រោយយើងបាន data ហ្នឹងមកវិញយើងបោះចូលនៅក្នុង Slack របស់យើងអូខេឥឡូវ copy សិនយើង copy មកយើង pretend ថាអូខេអ្នកឯងទៅយក data មកធ្វើចឹងណាអូខេដល់ពេលយើងត្រូវ add user យើង add message មួយទៀតដើម្បី assume ថាយើងជាអ្នកសួរណាអញ្ចឹងព្រោះអានេះយើងគាត់ប្រាប់ថាការងាររបស់ AI ហ្នឹងអ្នកឯងគឺត្រូវអញ្ចឹងតែដើម្បីធ្វើអញ្ចឹងមែនតែគ្នាត្រូវការ data មកអញ្ចឹងឥឡូវ data មកពីណាគឺបានមកពី user អញ្ចឹងយើង add message មួយទៀតមកប៉ុន្តែ role របស់យើងធ្វើជា user ណាធ្វើដូចយើង chat តបអញ្ចឹងណាអញ្ចឹងយើងធ្វើជា user ទៅយើងមាន message តិចតួចមកអូខេអូខេ error តកសិនហើយទៀតទៅប្រាប់អញ្ចឹងយើងធ្វើជា user យើងប្រាប់ទៅថាឥឡូវថ្ងៃនេះខ្ញុំបាន article មកហើយជា JSON ណាឥឡូវជួយ summary មកឲ្យនឹង format ទៅតាមអ្វីដែលខ្ញុំបានចងទុកនេះអ្វីដែលយើងបានចងទុកគឺកន្លែងនេះខ្ញុំប្រាប់វាថាអ្នកឯងរៀបចំ data ខ្ញុំមកទុកផ្សេងនេះចឹងទៅណាអូខេអញ្ចឹងតែប៉ុណ្ណឹងហើយតែអ្វីដែលមានបញ្ហាគឺត្រង់នេះអញ្ចឹងនៅយើងអាចយក70 item នេះយកទៅ send ទៅ OpenAI ទាំងអស់ឲ្យវា loop ចឹងបានទេអញ្ចឹងវាមិនខាតវា loop 70ដងវាងាប់ហើយក្របាត់អស់លុយបាត់ហើយអញ្ចឹងយើងត្រូវធ្វើម៉េចយើងត្រូវaggregate វាណាផ្ដុំវាទៅមួយ node បានហើយមក data អញ្ចឹងពេលយើង send ទៅមកកញ្ចុំហ្នឹងមានតិចទាំងអស់ហ្នឹងឲ្យវាទៅតែម្ដងមកហើយវាយកទៅ process អីហើយ send វិញមកយកចង់ឲ្យវាទៅម្ដងមួយឆ្លើយអស់លុយយើងបាទអូខេអញ្ចឹង aggregate មកall data អូខេអញ្ចឹងបើយើងចុចតាមនេះអូខេបើយើងចុចតាមនេះហើយយើងបាន70 item អញ្ចឹងណាដល់ពេលយើងចុចមើល aggregate ឃើញទេយើងបានតែមួយ item ទេតែក្នុង item វាមាន70 record ឃើញទេអញ្ចឹងសួរវិញថាបើសិនជាយើងធ្វើអញ្ចឹងក៏វារៀងហត់ដែរយក70 item ចឹងយើងចង់ limit ដើម្បីទទួលមើលហើយយើងជួយ limit ខ្ញុំយកទៅ5អូខេអញ្ចឹងយើងមាន note មួយទៀតណាអានេះ note ដូចថ្មី limit
ចុចមកយើងសុំថាយកទៅ5 item ណា first 5 item ណាអូខេអញ្ចឹងយើងសាកចុចនេះទៅមកបូកឃើញចុងក្រោយបានតែ5ឯណានេះ5 item ហើយទៅចូលទៅក្នុង aggregate ហ្នឹង5 record អូខេអញ្ចឹងយើងបញ្ជូនទៅឲ្យ AI ឥឡូវវាស្គាល់វិញណាដោយសារតែ JSON នេះរបស់ node code នេះវា syntax របស់គេហ្នឹង dot data ឃើញទេ dot data អញ្ចឹងវាទទួលបានប៉ុណ្ណឹងហើយវានឹងយកទៅប្រសាប៉ុន្តែមុននឹងវាយកប្រសាឥឡូវយើងចុចប្រសាគាត់ទៅចាំតិចធម្មតាបោះតិចទៅគ្នារងចាំហ៎អូខេឥឡូវមកវិញហើយណាបានដូចជាបានតែ2មកទៅគេនិយាយពេញ2 link 2 link មានន័យថាវាបានតែ2 article ទេក្នុង5 article មែនតែមានតែ2 article ទេដែលជាប្រភេទ AI យើងចង់បានតែអញ្ចឹងអូខេអញ្ចឹងចុងក្រោយយើងទៅណាយើងចង់ send ទៅ Slack អូខេយើង send ទៅ Slack យើងរកមើលមុខងារវាទៅដូចជា send message នេះ message action អូខេ message send អូខេយើងចង់រើស select ទៅ channel ណានេះដោយសារនៅក្នុង Slack ខ្ញុំមាន channel មួយទៅគ្រាន់តែនេះ demo នេះអូខេហើយខ្ញុំ integrate ហើយនេះ integrate មួយSlack មួយអីចឹងទៅណាញ៉េហើយយើងក៏ select channel ហើយយើង select ឈ្មោះ channel យើងមកនេះអានេះ demo ហើយ simple message ហើយហ្នឹងយើងទាញ message យើងចូលណាហើយ message យើងឧទាហរណ៍នេះតិចហ្នឹងទាញតិចចូលមក plot ញ៉េអញ្ចឹងនៅពេលដែលយើង execute បើសិនជាឧទាហរណ៍យើង execute អាតិចហ្នឹងនឹងបាញ់ចូល channel Slack អូខេហើយយើងចុចបូកញ៉េអូ load សាំណា load ឲ្យមកស្អាតព្រោះ Slack វាកូដរបស់គេសេរីឲ្យស្អាតហ្នឹងវាមាន meta data អីឃើញទេអញ្ចឹងយើងទទួលបាន2 data មិញក្នុងណានេះ2 link មកមើលបើមើលច្បាស់ទៅ2 link ហ្នឹង2 record ហ្នឹងឯងអញ្ចឹងត្រឡប់មកវិញឧទាហរណ៍យើងចាប់ហើយប៉ុន្តែអ្វីដែលសំខាន់នោះគឺថាធម្មតាយើងទៅយក record data យើងមិនទៅចង់យក article យើងមិនទៅចង់អង្គុយចុចទេមែនទេយើងប្រកាសចង់ធ្វើ automate អូខេអញ្ចឹងកន្លែងហ្នឹងយើងដូចអាទិត្យមុនបានប្រាប់អញ្ចឹងយើងមាន note របស់យើង trigger អញ្ចឹងមកឧទាហរណ៍ណាអូខេអ្នកនរគ្នា select រៀងរាល់ថ្ងៃអូខេប្រម៉ោង7 8ព្រឹកហ្នឹងមកនាទីទី0 trigger workflow ហ្នឹងទៅហើយ send ទៅ Slack send ទៅ Telegram ក៏បានដែរឥឡូវយើងទៅមើលឧទាហរណ៍ទី2អូខេអញ្ចឹងដើម្បីឲ្យចាប់ផ្ដើមពីមុនយើងតែងតែប្រើថាយើង trigger manual យើង schedule យើងអីចឹងតែលើកនេះយើងត្រូវ upload ណាយើងត្រូវ upload image របស់យើងមកចឹងអញ្ចឹងដំបូងផុតយើងត្រូវប្រើ trigger តាក់ទងជាមួយ form គេហៅ form submit អូខេ form នេះអូខេ on form event yes អូខេអញ្ចឹងវាមាន URL របស់វាអូខេឥឡូវយើងមានអីគេoptimize ទៅដាក់ form title ទៅ image with Gemini អូខេយើងមាន description ហើយខ្ញុំបង description អូខេឥឡូវយើងចាប់ផ្ដើមដំបូង platform ដំបូងគឺ image ណា label របស់យើង image ប្រភេទជាគេ file ណាវា upload file ទៅប្រភេទជាតិចអីដល់អូខេអញ្ចឹងយើងមានមួយទៀតដែរប្រេទុកឲ្យហើយគឺប្រភេទprompt អញ្ចឹងខ្ញុំមានពីរប្រភេទសម្រាប់ជាឧទាហរណ៍បើជាងដាក់មួយក៏បានតែដាក់ពីរទៅ testing ណាយើងយកជា drop down យើងដាក់មួយនេះស្មើ default នេះទៅ add option មួយទៀតនេះស្មើ with blur background អូខេមាន blur background អញ្ចឹងមានន័យថាម៉េចយើង upload រូបចូលទៅហើយយើងរើសប្រភេទdefault មានន័យថា default prompt គាត់ឲ្យជួយ optimize lighting ទេបើសិនជាយើង select យកទី2មានន័យថាវាមិនធំ optimize lighting ទេវាជួយសម្រួលឲ្យ blur background ទៀតដើម្បីឲ្យវាមិនរូបខ្ញុំហើបមុខអញ្ចឹងណាអូខេឥឡូវយើងនឹងបាន form មួយហើយ
làm lúc ok là những execute máu ok nhé những chọn mấy là upload đó nè đi default và tái nó miền option mới tiết mình giờ cho ai cái chọn này nhưng stop sẵn mình những video giờ cho ai chọn tới giờ add option này add attribute ok default value những default value với smart default là những thế này chứ bây giờ những chọn tới select bật nó viên chuột value default chẳng hạn về client chế những cho submit do upload rút hết submit do ok lấy dân ban rút hiệp ấy dẫn dân thử process data vào chuyện chứ nó bây giờ lấy môn process dân dân thể define prompt thân với làm bây bài chơi này bán thì mới dân miền rút hiệp thì biết thử miền prompt thân là bây chơi này giờ prompt bây giờ từ edit rút bao giờ nè chứ là bây bật prompt xuống đấy dân phải set edit field tới sao máy ok nhưng mà cái lúc này add string hay đi nhưng lại là mua cái prompt máu ok add mới thì đã hỏi no okay sorry prompt chẳng prompt thì muối cứ prompt mấy cái nhưng mình vô thì họ mà nhầm máu nè điện về tí check edit photo keep the man face expression đi chẳng này anh gì với prompt này AI thì bây giờ để ra chui optimize rút hiệp thế bạn chấm áp mùi tiết dưỡng add note trong mùi tiết cái edit insert field prompt sẽ nói ok anh ấy phía time blur background chui some rule blur background ok chẳng bánh hát cái nơi thằng này lớn thôi mấy ai đang thà mấy ai đang thầm cho lời cho cào mình này đấy và anh ơi cái nọ mỏ là thế default nhé nó này ai select cho biết chạy spam đồ một việc nít việc hiện đại chế tác viết lỡ đi chỉ cho bạn sao mạnh chẳng làm bay ai via select mùi na tam chặt bán đòi đầm lại màu perform nhưng thời mình nhưng first nốt với tiết cứ cái speed ok type equal to 4 ok mình thay tên mình sẽ cái bất thời tái dân chọn mùi sẵn chọn mùi mình đi các bạn này cái stop với mùi xanh sorry stop mùi xanh nè thay prompt ok nhưng thầy chẳng thở do ai tiền bạn ok ôi thầy tại chơi chẳng upload demo document máu giờ upload rụt máu thì hỏi nè upload rụt máu gì rồi ok submit bồn tới chẳng bên đây dân submit rụt tới vì ví dụ bài default tập bồn tới ví dụ chỉ bài là default á nè bài này đi mấy giờ anh ví dụ ai download mà thôi dân ví dụ nè đi khăn rụt ấy rụt upload vào nhé download các bạn này test dân cho JSON nè dân đừng khơi nhà thế đại ta và form này dân ngọc một á dán dân đại thay trẻ ok nè bà xin trả vào dụ đi mà equal to default tên này dán đấy mình thử mười tiết sorry mười tiết bà xin trả vào dụ đi mà ý kiến mình play bạn đấy là background nhé ok chẳng là background ok lấy dân bạn switch đấy dân submit form như giờ cho data cho switch chúng mình xin chia mấy nhà giờ tôi đặt mua có đặt mua giống của bạn hay nhỉ kênh của bạn 10 ok chắc để default dân thì name output máu anh ấy gì cái lớn bị chỉ chẳng bất tiết ok lấy bờ default ta default này mình nhà vị trí ta vị trí dẫn data tao ấy màu set field chắc là field này cứ kia ta nè hết đi chưa ở bên thì cứ đại trên này cho mắt trên này ok trên này
ok ឥឡូវយើងពេលយើង select node Gemini វាឲ្យយើងរើសសិនណាអ្នកឯងធ្វើគេឥឡូវយើងខ្ញុំយក edit image ហ្នឹងហ៎ image នេះយក edit image មកconfig ឲ្យហើយខ្ញុំ config ហើយអញ skip ទៅទាំងអស់អញ្ចឹងខ្ញុំរើសប្រភេទអីគេ image edit image model យក model មួយណាយក pro ម្ដងអូខេអញ្ចឹងយើងត្រូវដាក់ prompt អញ្ចឹងអា prompt ហ្នឹងមកពីណាមិញឥឡូវយើងទាញវាចូលមកពីអ្នកហ្នឹងក្នុងករណីនេះវាដើរតាម condition ទេបើសិនជាយើង select default វាមកចេះណាដល់ចាប់បើសិនជាវា select ចេះវាមកបើសិនជាវា select យក blur វាមក blur អញ្ចឹងមកแล้วយើង select ចឹងមកយើងយក prompt ពីអាវគ្គមុនដែលវាបាញ់មកនេះវាបាញ់ណាវា prompt យក prompt នឹងមកដាក់មកដើម្បីយើងជូនដើម្បីរីបានធ្វើប៉ុណ្នេះទេដើម្បីយើងជូនមកដល់នេះយើងត្រូវអត់ត្រូវប្រើ JSON អញ្ចឹងទេយើងត្រូវប្រើ binary នេះត្រូវ binary គេបញ្ជូនអា binary តទៀតណាចឹងយើង update អាមួយមិនដែរ blur នេះហត់គ្នាអញ្ចឹងមក condition ហ្នឹងវាត្រូវអូខេអញ្ចឹងអានេះយក image ហ្នឹងណាឥឡូវយើងចាំមើលតិចទៅចាំមើលអា Gemini ឲ្យរូបភាពមកយ៉ាងម៉េចអញ្ចឹងឥឡូវយើងចាំមើលរូបភាពចាស់យូរទៀតព្រះអូខេដល់ហើយទៅបែបអេពីមុនឃើញវារៀងល្ងិតស្គមឥឡូវមកឆ្វាកអញ្ចឹងយើងអានេះយើងអត់យកអា option ដែលធ្វើឲ្យ blur background ទេអានេះមាន background មកពីមុនមិនគ្រាន់តែថែម blur ឲ្យភ្លឺជាងមុនហើយអញ្ចឹងណាតែបើយើងrun form តាមអីទៅយើង select blur background មកវានឹងចូល condition នេះហើយវានឹងធ្វើការ upload ទៅប៉ុន្តែខ្ញុំអត់ចង់ធ្វើអញ្ចឹងទេអត់ចង់ចុច submit form ហើយបញ្ជូនខ្លួនឯង download ទេចង់ដាក់ចូលក្នុង Google Drive អញ្ចឹងយើង Drive Google Drive មកនេះចង់អីដែល upload អូខេ update file upload file អូខេអញ្ចឹងអា Google Drive ក៏អញ្ចឹងដែរយើងត្រូវធ្វើការ config ណា config ពីដំបូងមករៀន config អាហ្នឹងយើងគេមាន document អីទេយើងធ្វើ follow តាមគេអញ្ចឹងមកអញ្ចឹងយើងអត់ភ្លេចទេ data input នេះត្រូវប្រយ័ត្ននៅពេលដែលនេះយើងត្រូវទៅមើលនេះទៅមើលនេះគឺ data field name ណាអញ្ចឹងបើយើងត្រូវនេះយើងទៅដាក់តាមគេដែរ edit អញ្ចឹងមកក្នុងករណីឈ្មោះយើងចុចបាច់ក្បូរច្រើនណាយើងប្រើ format មកដើម្បីឲ្យវាទៅតាមម៉ោងតាមថ្ងៃអញ្ចឹងតើតើជាមួយនឹង parent folder គឺ My Drive ណា Google Drive អញ្ចឹងគឺ My Drive ហើយទៅមកនេះរបស់យើងគឺចូលទៅក្នុង YouTube Drive ដល់ Google Drive ហើយយើងចុចមើល demo អញ្ចឹងមក YouTube Drive អូខេហើយយើងលុបអានេះចោលណាកុំឲ្យមានបន្ទិលសង្ស័យហើយអត់មានអីទេហើយយើង run ភាសាទៀតទៅយើង run ត្រឹមនេះក៏បានហើយវានឹងយកអារូបភាពចាស់បោះចូលតែម្ដងហើយយើង run មកស្ទូវាធ្លាក់នេះធ្លាក់អូមកហើយហ៎រូបហ្នឹងធ្លាក់មកដល់ Google Drive អញ្ចឹងមានតែប៉ុណ្ណាតើតជាមួយនឹងឧទាហរណ៍ទី2យើង submit form យើងបញ្ចូលព័ត៌មានវានឹងរោតទៅតាម prompt របស់យើងហើយវាចូលទៅក្នុង Gemini ហើយចុងក្រោយវាទៅអីគេ upload ទៅ Google Drive ឬក៏យើងអាចនេះគឺ send ចូល Slack ក៏បានដែរនេះ send ចូល Telegram ក៏បានដែរឥឡូវយើងទៅឧទាហរណ៍ទី3តើតជាមួយនឹងយើងធ្វើ rec មួយដើម្បីយើងឆាតទៅ AI ទៅហើយ AI យក data ដែលយើងបាន upload ហើយយកមកឆ្លើយប្រាប់យើងវិញឲ្យវាចំកុំឲ្យវាចេះតែពិតឥឡូវយើងទៅមើលឧទាហរណ៍ទី3នេះខ្ញុំបង្កើតឲ្យហើយអញ្ចឹងដំបូងឡើយនៅក្នុងឧទាហរណ៍នេះយើងនឹងធ្វើពី workflow នៅក្នុងហ្នឹងឲ្យស្រួលមើលយើងចង់ចែកជា2ក៏បានប៉ុន្តែធ្វើឲ្យនៅហ្នឹងទៅវាស្រួលជាងអូខេអញ្ចឹងឥឡូវដំបូងដើម្បីចាប់ផ្ដើម
ធម្មតាដើម្បីធ្វើ array នឹងបានឲ្យ AI LLM នោះវាស្គាល់ data external របស់យើងនឹងត្រូវការធ្វើអី upload វាសិនណាបើសិនជាយើងអត់ upload data ទៅឲ្យវាផងគ្នាស្គាល់មិនអញ្ចឹងដំបូងឡើងគឺយើងអត់អាចជា port បានទេគឺអា form ហ្នឹងអត់ដែរទៀតយើងមាន form មួយទៅស្អីគេមិញ rect អញ្ចឹងណា simple rect គេ simple rect add form មកគេមិញ file ក៏ document ជា input ជាគេអូខេអញ្ចឹងដើម្បីឲ្យយើង add វាទៅយើង submit ទៅហើយយើង add វាចូលទៅក្នុងគេហៅ vector db ស្អីគេ vector db vector db ហ្នឹងគឺជាប្រភេទ database ដែលវាសម្រាប់ប្រើប្រាស់ជាមួយនឹង AI ឲ្យវា AI វាស្រួល search វាស្រួលអញ្ចឹងវាស្គាល់តែគ្នាវាអានេះបើយើងនិយាយច្បាស់ទៅខ្ញុំមិន professional AI engineer ទេគ្រាន់តែដឹងលំយកទៅលុយទៅអញ្ចឹងពេលយើង submit ចូលទៅយើង add វាចូល vector db ដែលវាអាចជួយ store នៅ data ជាប្រភេទជាលេខហ្នឹងដែលធ្វើឲ្យ AI វាស្រួលទៅ access អូខេអញ្ចឹងដើម្បីយើងនេះយើង search vector db vector db អូខេយើងរើសយកមួយមកនេះ simple vector db add document to vector db អូខេអញ្ចឹងមកយើងដាក់ឈ្មោះវាមកដូចជាបង្កើតថ្មីតែហ្មងនេះខ្ញុំមានឧទាហរណ៍មុនមួយហើយ simple right អូខេ create new អូខេអញ្ចឹងdatabase នោះវា store តែព័ត៌មានដែលស្គាល់តែ data ទេត្រូវ data ជាលេខអីចឹងតែដើម្បី AI ស្គាល់ប៉ុន្តែដើម្បីមុននឹង store វាបានយើងត្រូវការអ្នកបកប្រែយើងមិនមែនសុក upload file ចូលទៅម៉ាំង plot បានទេយើងត្រូវការអ្នកបកប្រែដែលអ្នកបកប្រែនោះគឺយើងប្រើ OpenAI នេះ text model embedding នេះអញ្ចឹងនៅពេលដែលយើង upload file យើងចូលទៅវាព្យាយាមយក data ហ្នឹង upload ទៅឲ្យOpen API ដើម្បីវា digest ណាវាហូបទៅវាច្បល់វា generate ឲ្យស្អាតចេញជា data ជាលេខហ្នឹងហើយរុញចូលទៅចូលក្នុង vector db អញ្ចឹងនៅក្នុង vector db នេះវាមាន node វាមាន connector មួយទៀតគឺ document ថាណែឯងយក document យកស្អីគេមក load ណាអញ្ចឹងវាមាន data loader នេះ load ពី binary file អានេះគឺ custom យើងយក simple ទៅអូខេអញ្ចឹងវា load ពី binary file load all input automatically detected អញ្ចឹងបើសិនជាយើង upload PDF ទៅបន្ទាប់មកយើងយកអា text split នេះ simple នេះវាចេះពុះគឺធម្មតាយើងអាចឧទាហរណ៍យើង upload PDF 100 file មិនមែនន័យថាវាយក PDF 100 file ទៅញុកចូលនៅក្នុង database ទេអញ្ចឹងវាមាន technique របស់វាក្នុងការធ្វើ split ធ្វើអីដើម្បីសម្រួលឲ្យ AI ហ្នឹងវាឆ្លាតវាអញ្ចឹងទៅបាទនេះយើងចាំថ្ងៃណាមួយយើងឲ្យអ្នក AI engineer គេមកឆ្លើយមកនេះយើងណាលំសិនអូខេឥឡូវយើង submit form យើងឲ្យ AI នេះឲ្យ document វា load មកវា load ហើយវា inject ចូល AI embedded របស់ OpenAI ហ្នឹងហើយវា save ចូលក្នុង database ណាតែប៉ុណ្ណឹងចប់ហើយយើងបើសិនជាយើងចង់ឲ្យមាន practice អីចឹងទៅយើង add អីចឹងទៅថា info អូខេអញ្ចឹងឡើយនេះយើងដាក់ថា document edit to vector db អញ្ចឹងនៅពេលដែលយើង play ប៉ុន្តែយើងមិនទាន់ add យើងចាំធ្វើអានោះមួយទៀតយើងធ្វើសរុបអូខេឥឡូវយើង assume ថាវាចប់ហើយនៅពេលដែលយើងបញ្ចូល data របស់យើងដើម្បី pre ទុកឲ្យ AI វាឆ្លើយត្រឡប់មកវិញអញ្ចឹងដើម្បីឲ្យ stop សិននៅក្នុង workflow មួយទៀតដែលយើងធ្វើនៅនឹងតែម្ដងគឺតាក់ទងជាមួយ chat ឥឡូវយើងបាន data អញ្ចឹងយើងត្រូវមានកន្លែងដើម្បីយើង chat សួរអញ្ចឹងអញ្ចឹងយើងទៅ add a chat មកដើម្បីយើងធ្វើការ chat នេះអូខេហើយយើងធ្វើការ select ប្រភេទជា response mode យក streaming នៅពេលដែលយើង chat សួរទៅវា load plot ឲ្យវា generate text មកអញ្ចឹងណា
យើងទាញមកក្រោមអញ្ចឹងអា chatbot នេះយើងនឹងទៅ connect ជាមួយនឹង node ពិសេសមួយដែលគេហៅថា AI agent អានេះគេពេញនិយមអានេះព្រោះស្មើឥឡូវ AI ណាហើយ everything connect អានេះខ្ញុំចាំបាច់ធ្វើអីទេវាជាចេះ connect របស់វាពីពុកមកអញ្ចឹងដើម្បី AI agent នេះហេតុអីបានយើងប្រើ AI agent node នេះដើម្បីជួយសម្រួលការងារអញ្ចឹង LLM នោះវាគ្រាន់តែជាគូក្បាលទេវាចេះតែគិតទេប៉ុន្តែ AI agent នេះគឺវាមិនមែនថាចេះតែគិតទេវាមានដៃជើងវាចេះធ្វើការសម្រេចចិត្តទៀតអញ្ចឹងដៃជើងគេអញ្ចឹងកន្លែងនេះគូក្បាលឆាក model នេះតិចយើងនឹង add OpenAI ចូលវាជាគូក្បាលអានេះវាជាដៃជើងហើយវាមានគូក្បាលវាហើយវាមានការគិតរបស់វាចាច់ថាទៅពេលណាដែលវាទៅយក data ពេលនេះពេលណាវាទៅយក data ពី LLM ហើយពេលណាវាគួរតែប្រើប្រាស់ tool ណាដែល tool នេះតិចទៀតគឺជា Vector database នេះណាអូខេឥឡូវយើងទៅកំងស៊ីមកអញ្ចឹងយើងឆាន model នេះយើង connect ទៅ OpenAI ដែរណាអូខេឥឡូវយើង connect អស់ហើយmemory នេះគឺតាក់ទងជាមួយនឹងការនៅពេលដែលយើងឆាតសួរម្ដងយើងចង់ save អត់យើងចង់ឲ្យវាឆ្លាតអត់ជួនកាលគាត់អ្នកសួរដដែលណាសួរដដែលអញ្ចឹងវាចេះយកសំណួរដែលឆ្លើយពីមុនយកមកវិញកុំឲ្យទៅ hot ណាឲ្យអស់ token អូខេឥឡូវយើងយកដាក់10អញ្ចឹងទៅណា10 record 10ឲ្យវា save ចំនួន10 record អញ្ចឹងទៅណាខ្ញុំចង់ដាក់ឲ្យវាច្រើនក៏វាច្រើនទៅតាមហ្នឹងទៅអញ្ចឹង tool នេះអីគេគឺយើងទៅយកនេះ vector CB vector simple vector store នោះមកវិញមកប៉ុន្តែលើកនេះយើងរើសជាប្រភេទនេះ retrieve document មិញយើងមិន add ឥឡូវយើងមិន retrieve មកវិញមែនទេហើយ key មិញយើងមាន key ច្រើនណា key យើងទៅបង្កើតថ្មីគឺ simple rect អូខេចាញ់ error ទីវាអូអត់មានprompt អូខេមាន prompt ទុកមួយដែរអូខេ prompt ហ្នឹងគឺសាមញ្ញទេយើងថា search upload knowledge base ណា knowledge base ហ្នឹងយើង upload ពីដំបូងហ្នឹងណាហើយទៅមក send ព័ត៌មានទៅ user វិញទៅអាណាដែលតាក់ទងអូខេឥឡូវ everything គ្រប់យ៉ាងគឺចប់ហើយហើយយើងធ្វើការឧទាហរណ៍តែម្ដងអញ្ចឹងខ្ញុំសួរបើមិនមិញយើង connect ទៅ GPT-5 ចុះវាគួរតែដឹងច្រើនមែនទេប៉ុន្តែវាមិនប្រកាសថាវា trend ពីខ្លួនខ្ញុំអញ្ចឹងឧទាហរណ៍ខ្ញុំសួរវាទៅ who is បញ្ញាអញ្ចឹងមកទៅបញ្ញាផ្សេងអញ្ចឹងចាំឲ្យវាចាអូខេឥឡូវទី1នេះវាទៅយក VM memory នឹងវាអត់មានទេដំបូងអញ្ចឹងតោះមកវាទៅចូល OpenAI ណាទី2ណាដល់ពេល OpenAI GPT-5 នោះវាចាប់ដើមវាថាអូមាន tool អាចគួរឲ្យប្រើបានទៅយកពី database សិនដល់ពេលទៅ search ទៅមិនអត់មានពីគួរតែអត់មានណាអូមានបងអូខេវាអត់មានទេអូខេអញ្ចឹងវាចូលនេះតោះមកវាវិលមកនេះវិញចាយ GPT-5 នេះក៏វាទៅរក tool ចុងក្រោយវាបញ្ជូនឲ្យ user ណាអូខេឥឡូវវាថាវា cannot find information about អញ្ចឹងណាហើយវាចង់សុំ search ទៀតធម្មតាបើ search ប្រហែលជាអាចឃើញហើយធម្មតាវាមាន LinkedIn វាអាច access ទៅ Facebook page អីគឺការវាមាន blog មានឈ្មោះខ្ញុំតាវាទាញមកឬក៏ឈ្មោះអ្នកផ្សេងដូចខ្ញុំអញ្ចឹងវាទាញមកបានហើយបើឥឡូវយើងបិទវាមានអត់មានឲ្យវាប្រើអ៊ីនធឺណិតណាយើងគាត់សួរវាសិនអញ្ចឹងយើងឃើញហ៎ឆាតរបស់យើងអត់ទាន់ដើរទេណាដោយសារអីដោយសារយើងអត់ទាន់ upload ឥឡូវយើង upload មកអូខេឥឡូវយើង upload file មកនេះខ្ញុំមាន file មួយខ្ញុំធ្វើពីដាក់ព័ត៌មានឲ្យវាតិចតួចថាណាដាក់ឈ្មោះធំៗមកហើយធ្វើការពីអី key highlight នេះព័ត៌មាននេះនៅក្នុង LinkedIn ទេយកពី LinkedIn មកវិញទេអញ្ចឹងខ្ញុំនឹងបញ្ចូលឲ្យវាស្គាល់ថាខ្ញុំជាអ្នកណាគេដើម្បីយើងសួរទៅវាឆ្លើយតាមអូខេយើង submit ទៅអូខេអូលឿនណាស់ដល់មិនអូខេ submit ចឹងទៅវាអាចចូលណាឥឡូវយើងមកឥឡូវយើងសុំ reset chat ហើយវា session ថ្មីឥឡូវយើងសួរតើអូយសេអូខេលើកនេះវាគួរតែដាក់plot អូខេអូ good អូអត់ដឹងអីក៏នឹង
đáng khó cho lại việc slide nè từ tam đừng chạy thẳng ấy xua tiết đấy này tell me more about him ấy chẳng chạy thẳng đấy chạy xuống bên lên trong nó bị slide vì repeatอย่างmấy okay ស្អីខ្លះ I don't have a lot អូខេអញ្ចឹងវាអត់សូវមានព័ត៌មានទេបើខ្ញុំមានតែមិញថាយើង10 20បន្ទាត់ទេជិះវាព្យាយាម summary ឲ្យនេះព្យាយាមសង្ខេបឲ្យណាហោហាចឹងមកឧទាហរណ៍ទី3នេះគឺមានតែប៉ុណ្្នឹងទេគឺបីធ្វើអា simple rect នឹងឲ្យវាស្គាល់ថាdata ពីខាងក្រៅបានដូចជា data របស់ក្រុមហ៊ុន data របស់យើងជាមួយនឹង AI LLM ដែលយើងចង់ប្រើយើងអាចប្រើ OpenAI ក៏បានយើងប្រើ Claude បានប្រើអីក៏បានដែរឲ្យតែយើង connect node របស់យើងមកឲ្យតែត្រូវមកយើង access បាន config តិចតួចមកយើងយកបានដែរអញ្ចឹងនេះគឺជាឧទាហរណ៍3ដែលខ្ញុំជឿថាអ្នកទាំងអស់គ្នាមួយចំនួនប្រហែលជាដឹងហើយប៉ុន្តែឥឡូវនេះយើងយកមកធ្វើជាមួយនឹង NXN ហើយឧទាហរណ៍ទី2ដែលតាក់ទងជាមួយ Gemini ណាដែលខ្ញុំប្រើសម្ងាយដើម្បីជួយសម្រួលនឹងការ optimize YouTube thumbnail ក៏ប៉ុន្តែអ្នកនរគ្នាអាចប្រើ Claude ប្រើ Open ChatGPT ដើម្បី generate workflow ហើយ upload ចូលទៅបង្កើត workflow ខ្លួនឯងបានប៉ុន្តែត្រូវថា config ណា credential វាអត់ស្គាល់ទេ credential អីវាគ្រាន់តែជួយសម្រួល node ឲ្យរៀប flow អីទេ credential យើង config ខ្លួនឯងដូចជា Google Drive Open AI API អញ្ចឹងទៅទាំងអស់នេះគឺថ្ងៃនេះយើងនឹងបញ្ចប់NXN ហើយពីទី1របៀបប្រើ Claude ហើយនឹងinstall hosting ឬក៏ប្រើ cloud របស់ NXN 12 node ហើយចុងក្រោយនេះគឺឧទាហរណ៍3ធំនេះមិនធំទេមកល្មមហើយសង្ឃឹមថាវានឹងជួយផ្ដល់ជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាហើយខ្ញុំមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយអរគុណក្នុងការទស្សនាណាដូចច្រាស់ហើយ